នៅថ្ងៃទី9សីហាក្រុមហ៊ុនហ៊ូទីដែលគ្រប់គ្រងដោយរដ្ឋនៅប្រទេសយេម៉ែនបានបើកការវាយប្រហារកំពង់ផែរបស់រដ្ឋាភិបាលនៃប្រទេសយេម៉ែនតែម្ដងកំពង់ផែស្ថិតនៅលើឆ្នេរសមុទ្រក្រហមមិនតែប៉ុណ្ណោះពួកគេបានវាយប្រហាររោងចក្រប្រេងមួយនៅប្រទេសជិតខាងរបស់ខ្លួនដែលទើបតែបើកការវាយប្រហារថ្មីថ្មោងជាមួយនឹងគ្នាគឺអារ៉ាប៊ីសាអូឌីតទន្ទឹមគ្នានេះដែរអ៊ីស្រាអែលបដិសេធកិច្ចព្រមព្រៀងដែលប្រកាសដោយប្រធានាធិបតីដូណាល់ត្រាំសម្រាប់តំបន់ហ្គាហ្សាចំនួនទាំងឡាយដែលកំពុងកើតឡើងពេលនេះបានបណ្ដាលឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងជាការគម្រាមកំហែងដល់ផ្លូវទឹកដឹកជញ្ជូនយុទ្ធសាស្ត្រនៅមជ្ឈមបូព៌ានិងការងាកវិលត្រឡប់ទៅរកសង្គ្រាមស៊ីវិលមួយនៅក្នុងប្រទេសយេម៉ែនសង្គ្រាមពូជសាសន៍នៅលើតំបន់ហ្គាហ្សានិងសង្គ្រាមមួយទៀតគឺជាការវាយប្រហារគ្នានៅលើទឹកដីនៃមជ្ឈមបូព៌ាតែម្ដងព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សររវាងអ៊ីរ៉ង់និងអូម៉ង់ស្ដីពីច្រកសមុទ្រអូម៉ូសយ៉ាងណាមិញត្រូវបានទម្លាយក៏ប៉ុន្តែខាងមន្ត្រីបញ្ចកោណបានពិនិត្យពិច័យយ៉ាងខ្លាំងហើយកំពុងតែជំរុញឧស្សាហកម្មការពារជាតិអាមេរិកឲ្យពន្លឿនការផលិតអាវុធផងដែរដែលបង្កើនឲ្យមានការព្រួយបារម្ភថាសភាពការស្ថិតនៅក្រោមការត្រួតពិនិត្យទាំងស្រុងនៅក្នុងពេលនេះនិយាយដំបូងគេដោយក្រុមហ៊ូទីបានវាយប្រហាររោងចក្រចម្រាញ់ប្រេងអារ៉ាមកូនិងកំពង់ផែសមុទ្រក្រហមកងកម្លាំងតស៊ូជាតិដែលត្រូវបានគេស្គាល់ថាជាកងកម្លាំងសព្វនិមិត្តរបស់រដ្ឋាភិបាលយេម៉ែនបានបញ្ជាក់ថាមនុស្ស7នាក់ស្លាប់ទាហាន4នាក់និងជនស៊ីវិល3នាក់ពួកគេស្លាប់និងជនស៊ីវិល15នាក់រងរបួសដោយសារតែការវាយប្រហាររបស់ក្រុមហ៊ូទីមកលើកំពង់ផែសមុទ្រក្រហមដែលមានឈ្មោះថាមុខហានៅក្នុងប្រទេសយេម៉ែនលោកហ្វាយ៉ាអាល់ណូមែនអនុរដ្ឋលេខាធិការនៃក្រសួងព័ត៌មានបានឲ្យដឹងថាពួកឧទាហរណ៍បានបាញ់មីស៊ីនិងយន្តហោះគ្មានរង្វាយបំផ្លាញអគារកំពង់ផែហើយដូចជាទំនិញពាណិជ្ជកម្មនិងការផ្គត់ផ្គង់ស្បៀងអាហារយោធាក៏បានលើកឡើងថាពួកឧទាហរណ៍បានព្យាយាមវាយប្រហារដោយទូកគ្មានរង្វាយដែលផ្ទុកដោយគ្រឿងផ្ទុះហើយមីស៊ីបានធ្លាក់នៅក្នុងតំបន់ជាច្រើនរួមនឹងចិត្តប៉ុស្តិ៍ទូរទស្សន៍ផងដែរកំពង់ផែមុខហាគឺជាកំពង់ផែសំខាន់មួយរបស់រដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ជាអន្តរជាតិហើយត្រូវបានជួសជុលឡើងវិញដើម្បីដោះស្រាយការដឹកជញ្ជូននិងជៀសវាងការប្រើប្រាស់កំពង់ផែហូដៃដាដែលកំពុងកាន់កាប់ដោយក្រុមហ៊ូទីបានសម្រេចនៅក្នុងពេលនេះក្រុមហ៊ូទីបានអះអាងពីការវាយប្រហារនេះមែនហើយពួកគេនិយាយថាពួកគេដាក់គោលដៅតែលើកងកម្លាំងយោធានិងឃ្លាំងអាវុធតែប៉ុណ្ណោះលោកយ៉ាយេហ្សេរីអ្នកនាំពាក្យរបស់ពួកយោធាហ៊ូទីនេះហើយបានមានប្រសាសន៍ថាគេកំណត់គោលដៅរោងចក្រចម្រាញ់ប្រេងអារ៉ាមកូផងដែរនៅក្នុងទីក្រុងចាហ្សែនរបស់ប្រទេសអារ៉ាប៊ីសាអូឌីតដោយយន្តហោះគ្មានមនុស្សបើកដើម្បីឆ្លើយតបនឹងការដែលយន្តហោះគ្មានមនុស្សបើករបស់អារ៉ាប៊ីសាអូឌីតរំលោភមកលើដែនអាកាសនៃប្រទេសយេម៉ែននៅក្នុងខេត្តចំនួន2គឺខេត្តហាចានិងខេត្តសាដាក្រសួងធម្មពលអារ៉ាប៊ីសាអូឌីតបានចេញការរាយការណ៍ពីអគ្គិភ័យដែលឆាបឆេះទៅលើរោងចក្រចម្រាញ់ប្រេងអារ៉ាមកូប៉ុន្តែបញ្ជាក់ថាគ្មានអ្នកណារងរបួសនោះទេតែក្រសួងក៏មិនបញ្ជាក់អំពីមូលហេតុដែលឆាបឆេះនេះថាតើវាពាក់ព័ន្ធនឹងក្រុមហ៊ូទីដែរឬយ៉ាងណាយ៉ាងណាការវាយប្រហារទាំងនេះគម្រាមកំហែងអំពីការផ្ទុះឡើងនៃសង្គ្រាមពីរគឺសង្គ្រាមស៊ីវិលនៅយេម៉ែនបន្ទាប់ពីបទជប់បាញ់ឆ្នាំ2022បានកើតមានឡើងបានបញ្ចប់ការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតនៅក្នុងប្រទេសអារ៉ាប់ដ៏ក្រីក្របំផុតនេះនិងទី2ការធ្វើប្រទេសនៃការប្រយុទ្ធគ្នារវាងប្រទេសអារ៉ាប៊ីសាអូឌីតនៃរដ្ឋាភិបាលរបស់យេម៉ែនជាមួយនឹងក្រុមហ៊ូទីនេះតែម្ដងដោយក្រុមហ៊ូទីបានតែងតែចោទប្រកាន់ថារដ្ឋាភិបាលយេម៉ែនមានអារ៉ាប៊ីសាអូឌីតនៅពីក្រោយនោះអំពីច្រកសមុទ្រអូម៉ូសវិញដែលជាច្រកដ៏សំខាន់នៃការផ្គត់ផ្គង់ប្រេងនៅស្មានធម្មជាតិទូទាំងពិភពលោកត្រូវបានគេចាត់ទុកថាជាផ្លូវទឹកអន្តរជាតិដ៏សំខាន់បំផុតមុនសង្គ្រាមនិងកំពុងតែទាញឲ្យវិបត្តិសេដ្ឋកិច្ចកំពុងកើតមានឡើងទូទាំងពិភពលោកជាមួយនឹងថ្លៃប្រេងកើនឡើងដោយសារតែសង្គ្រាមអូសបន្លាយរហូតមកទល់ពេលនេះប្រភពអ្នកចរចាពីបានឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៃអ៊ីរ៉ង់និងអូម៉ង់ថាពួកគេកំពុងតែបញ្ចប់កិច្ចព្រមព្រៀងបណ្ដោះអាសន្នដែលនឹងធ្វើឡើងដោយកប៉ាល់ចូលតាមផ្លូវមួយក្បែរអ៊ីរ៉ង់និងចេញតាមផ្លូវមួយក្បែរអូម៉ង់វិញកប៉ាល់នឹងធ្វើដំណើរឆ្លងកាត់ដោយមិនបង់ថ្លៃសេវាឬផ្លូវថ្នល់ក្នុងឡុងពេលបណ្ដោះអាសន្ននេះមួយទេកិច្ចព្រមព្រៀងនេះត្រូវបានរចនាឡើងដើម្បីស្ដារកិច្ចព្រមព្រៀងដែលដដែលរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នឹងចាប់ផ្ដើមឡើងវិញនៅរយៈពេល60ថ្ងៃបន្ទាប់មកដើម្បីចរចាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់យោងតាមបុគ្គលពីររូបដែលដឹងអំពីកិច្ចព្រមព្រៀងនេះបានបញ្ជាក់ថាពួកគេគ្រប់គ្រងដោយសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការជុំសមុទ្រហើយត្រូវបានគេរំពឹងថានឹងត្រូវប្រកាសរួមគ្នាដោយអ៊ីរ៉ង់អូម៉ង់សហរដ្ឋអាមេរិកនិងអង្គការសមុទ្រអន្តរជាតិនៃអង្គការសហប្រជាជាតិប៉ុន្តែបុគ្គលទាំងពីររូបបានសង្កត់ធ្ងន់ថាលក្ខខណ្ឌនៅតែផ្លាស់ប្ដូរមុនពេលកិច្ចព្រមព្រៀងត្រូវបញ្ចប់ទាក់ទិនជាមួយនឹងរឿងរ៉ាវអ៊ីស្រាអែលហាម៉ាស់ហ្គាហ្សាលោកនេតានយូហ៊ូទទូចថាមិនដកទ័ពចេញពីហ្គាហ្សានៅពេលនេះទេរហូតដល់ក្រុមហាម៉ាស់ដកហូតអាវុធវិញនាយករដ្ឋមន្ត្រីអ៊ីស្រាអែលប៊ែនចាមីននេតានយូហ៊ូបានបដិសេធកិច្ចព្រមព្រៀងស្តីពីតំបន់ហ្គាហ្សាដែលប្រកាសដោយលោកត្រាំកាលពីខែកក្កដាដោយនិយាយថាយោធាអ៊ីស្រាអែលនឹងមិនដកទ័ពចេញឡើយរហូតដល់ក្រុមហាម៉ាស់ត្រូវបានដកហូតអាវុធលោកនេតានយូហ៊ូបានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថាអ៊ីស្រាអែលកំពុងពិភាក្សាពីផែនការសម្រាប់តំបន់ហ្គាហ្សាជាមួយនឹងសហរដ្ឋអាមេរិកហើយគំនិតរបស់សហរដ្ឋអាមេរិកអាចទទួលយកបានដោយអ៊ីស្រាអែលនិងគំនិតផ្សេងទៀតដែលមិនអាចទទួលយកបានទេលោកត្រាំបានលើកឡើងថាកងកម្លាំងអ៊ីស្រាអែលត្រូវតែដកថយចេញពីទឹកដីប៉ាឡេស្ទីនដោយមានការរំសាយអាវុធរបស់ក្រុមហាម៉ាស់នៅពេលបញ្ចប់កងកម្លាំងអ៊ីស្រាអែលគ្រប់គ្រងពាក់កណ្ដាលនៃតំបន់នោះទៅហើយតាមបាសែមណែមដែលជាសមាជិកនៃការិយាល័យនយោបាយហាម៉ាស់បានមានប្រសាសន៍បន្ថែមថាខ្លួនរំពឹងថាអ្នកសម្របសម្រួលនឹងសហរដ្ឋអាមេរិកនឹងជាអ្នកដាក់សម្ពាធលើលោកនេតានយូហ៊ូកើតមានហើយបញ្ញាចិត្តចំពោះផែនទីបង្ហាញផ្លូវការវាយប្រហាររបស់ក្រុមហាម៉ាស់កើតឡើងនៅថ្ងៃទី7តុលាបង្កឲ្យមានសង្គ្រាមនៅហ្គាហ្សាហើយពួកសង្គ្រាមនៅហ្គាហ្សាបានផ្ដាច់ជីវិតជនជាតិប៉ាឡេស្ទីនជាង50000នាក់បទឈប់បាញ់ដ៏ផុយស្រួយត្រូវបានចុះហត្ថលេខារហូតមកទល់ពេលនេះការធ្វើទុកបុកម្នេញរប៉េះរប៉ោះបានកើតមានឡើងពីសំណាក់អ៊ីស្រាអែលទៅកាន់ជនជាតិប៉ាឡេស្ទីនចំណែកសញ្ញាណមួយទៀតនៃសង្គ្រាមដែលអាចហក់ឡើងនៅក្នុងតំបន់មជ្ឈមបូព៌ាគឺដោយសារតែអ្នកនាំពាក្យនៃមន្ទីរបញ្ចកោណសង្ផាណែលបានមានប្រសាសន៍ថាក្រសួងនេះកំពុងផ្ដោតលើការជំរុញការទិញយកគ្រាប់រំសេវដើម្បីប្រើអាវុធដល់យុទ្ធជនដែលកំពុងត្រូវការយ៉ាងលឿនបំផុតនៅក្នុងពេលនេះនៅពេលដែលការគម្រាមកំហែងកំពុងតែបញ្ចេញមកការវិភាគថ្មីមួយពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិដែលជាស្ថាប័នស្រាវជ្រាវទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថាសង្គ្រាមជាមួយអ៊ីរ៉ង់ប្រើប្រាស់ស្តុកមីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់យោធាអាមេរិកច្រើនណាស់ហើយវាធ្វើឲ្យមានការបង់ថយកង្វះខាតនេះបង្កឲ្យមានការព្រួយបារម្ភនៅក្នុងចំណោមសម្ព័ន្ធមិត្តដូចជាអ៊ុយក្រែននិងតៃវ៉ាន់ដែលពួកគេក៏ស្វែងរកការគ្រប់គ្រងយោធាបន្ថែមពីសហរដ្ឋអាមេរិកផងដែរសេចក្តីថ្លែងការណ៍របស់ប៉ាណែលបានឲ្យដឹងជំរុញឲ្យមានការដឹកជញ្ជូនលឿនជាងមុនដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មឲ្យកាន់តែទូលំទូលាយក្នុងគណៈដែលភាពផុយស្រួយនៃបទចុះបាញ់កើតមានឡើងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់អាបាហារ៉ាឃីបានប្រាប់អ្នកសារព័ត៌មានថាការចរចាជាមួយនឹងអូម៉ង់ពីផ្លូវសមុទ្រថ្មីគឺស្ថិតនៅក្នុងដំណាក់កាលចុងក្រោយដែលមានការបើកឡើងវិញហើយក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់បាននិយាយអំពីការកែតម្រូវអរិយាប័ត្រតែយ៉ាងណាមិញនោះក៏មានការទាមទារថ្មីពីទីក្រុងតេហរ៉ង់នៅក្នុងពេលនេះដោយឲ្យសហរដ្ឋអាមេរិកត្រូវគោរពលក្ខខណ្ឌចំនួន6ចំណុចរបស់ពួកគេទី1គឺថាសហរដ្ឋអាមេរិកមិនត្រូវគំរាមកំហែងអ៊ីរ៉ង់ទោះនៅក្នុងកាយវិការណាទាំងអស់ទី2បញ្ចប់សង្គ្រាមជាចន្ទ្រៃជាមួយអ៊ីរ៉ង់ក៏ដូចជាសម្ព័ន្ធមិត្តប្រដាប់អាវុធរបស់អ៊ីរ៉ង់ទី3ការលើកការបិទផ្លូវកងទ័ពជើងទឹកកំពង់ផែអ៊ីរ៉ង់ទី4ការដកយោធាអាមេរិកចេញពីតំបន់ទី5ការលើកលែងការដាក់ទណ្ឌកម្មនិងទី6ការដោះលែងនូវទ្រព្យបង្កក់ទាំងឡាយដោយគ្មានលក្ខខណ្ឌតែទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកបានឆ្លើយដោយប្រយោលថាអ្នកដែលបិទផ្លូវបំផុតនោះគឺ
អ៊ីរ៉ង់ដែលបានធ្វើឲ្យនាវាពាណិជ្ជកម្ម53គ្រឿងបង្វែរការធ្វើដំណើរ2គ្រឿងមិនអាចចូលចតបានបន្ថែមពីនេះសហរដ្ឋអាមេរិកក៏ប្រឆាំងយ៉ាងខ្លាំងក្លាទៅលើអ៊ីរ៉ង់និងអូម៉ង់ដែលចង់បង្កើតនូវកិច្ចព្រមព្រៀងមួយទាមទារមានការបង់ពន្ធនៅក្នុងការធ្វើដំណើរតាមរយៈច្រកសមុទ្រអូម៉ង់នោះតាមរបាយការណ៍របស់ចក្រភពអង់គ្លេសនៃមជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មផ្លូវសមុទ្រចក្រភពអង់គ្លេសបានដឹងថាមានរបាយការណ៍ផងដែរថានៅច្រកសមុទ្រអូម៉ង់នៅខាងក្រៅប្រទេសយេម៉ែននិងអូម៉ង់មានករណីនៃការផ្ទុះកប៉ាល់ដឹកប្រេងដ៏គួរឲ្យសង្ស័យអំពីការវាយប្រហារកើតមានឡើងទៀតហើយដែលនេះជាការរំខានខ្លាំងក្លាបន្តទៀតទៅលើការឆ្លងកាត់ផ្លូវទឹកអន្តរជាតិដោយសេរីនិងចំហ